ថ្ងៃនេះផងដែរគឺចង់បង្ហាញពីវត្តប្រវត្តិសាស្ត្រមួយនៅក្នុងក្រុងកំពង់ចាមទៅកាន់បងប្អូនទាំងអស់គ្នាហើយវត្តនេះផងដែរគឺស្ថិតនៅឃុំព្រែកដំបូកស្រុកសីហធរខេត្តកំពង់ចាមផងដែរហើយមានអ្វីចាប់អារម្មណ៍បំផុតនោះគឺមានកន្លែងបន្សល់ធាតុមួយកន្លែងដែលបន្សល់ទុកតាំងពីសម័យប៉ុល ពតមកអញ្ចឹងខ្ញុំនឹងនាំបងប្អូនទាំងគ្នាទៅទស្សនាទាំងអស់គ្នាហើយវត្តនេះផងដែរគឺស្រស់ស្អាតមែនទែននេះគឺជាទស្សនវិជ្ជាក្នុងវត្តក៏សូមបញ្ជាក់បងប្អូនទាំងអស់គ្នាផងដែរថាយើងមានកន្លែងផ្សេងទៀតដែលមានទីកន្លែងច្រើនដែលខ្ញុំមិនទាន់បានបង្ហាញទៅបងប្អូនទាំងអស់គ្នាដោយសារតែមានការបរិញ្ញាពេកវត្តនេះគឺស្ថិតនៅក្នុងឃុំព្រែកដំបូកស្រុកសីហធរនៃខេត្តកំពង់ចាមហើយកន្លែងដែលចាប់អារម្មណ៍បំផុតនោះគឺកន្លែងតម្កល់ធាតុរបស់បុព្វបុរសយើងតាំងពីសម័យប៉ុល ពតមកម្លេះហើយខ្ញុំនាំបងប្អូនទាំងគ្នាទៅមើលទិដ្ឋភាពប្រទូសនៅក្នុងវត្តតតែម្ដងវត្តនេះគឺជាវត្តបរមបុរាណដែលបន្សល់ទុកតាំងពីសម័យប៉ុល ពតមកម្លេះគឺប្រធានដែលបន្សល់ទុកតាំងពីសម័យប៉ុល ពតមកគឺគេបានយកមកតម្កល់នៅទីនេះរួមគ្នាតែម្ដងដែលនាំមកពីចម្ងាយពីទីកន្លែងផ្សេងទៀតមិនមែនតែនៅវត្តនេះមួយទេគឺបញ្ចូលច្រើនហើយនេះជាទស្សនវិជ្ជាក្នុងវត្តតផងដែរនេះប្រទេសទាំងអស់នេះគឺបន្សល់ទុកតាំងពីសម័យប៉ុល ពតមកម្លេះហើយគេមានបែងចែកតាមផ្នែកមួយនៃរាងកាយរបស់យើងនៃឆ្អឹងរបស់យើងអរគុណបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយ